បងប្អូនណាខ្លះក៏ចូលចិត្តញ៉ាំនំពងទាដុតហើយចង់ចេះធ្វើតោះមកមើលវីដេអូខ្ញុំទាំងអស់គ្នាយើងមានពងមាន់6គ្រាប់ហើយយើងបែងចែកសផ្សេងនិងក្រហមផ្សេងបន្ទាប់មកយើងដាក់ស្ករចំនួន4ស្លាបព្រាបើសិនជាអ្នកអត់ចូលចិត្តផ្អែមទេក៏បន្ថយដាក់3ស្លាបព្រាទៅប៉ុន្តែចំពោះ4ស្លាបព្រានេះក៏អត់សូវផ្អែមប្រហែលដែរយើងកូរឲ្យវាចូលល្អហើយនិយាយទៅកូរស្ករហើយនិងពងមាន់ឲ្យចូលល្អហើយបានយើងដាក់ប្រេង2ស្លាបព្រាបន្ទាប់ពីដាក់ប្រេង2ស្លាបព្រាហើយយើងប្រើម្សៅ pancake ចំនួន4ស្លាបព្រាហើយយើងកូរពងមាន់ជាមួយនឹងម្សៅនឹងឲ្យចូលគ្នាហើយបានយើងដាក់ទឹកដោះគោ4ស្លាបព្រាទៀតហើយចំពោះពងសហ្នឹងគឺយើងយកមកវាជាមួយម៉ាស៊ីនឲ្យឡើងគ្រីមអញ្ចឹងណាអ្នកទាំងអស់គ្នាបន្ទាប់មកយើងយកមកលាយជាមួយនឹងពងមាន់សហើយនឹងម្សៅរបស់យើងហ្នឹងលាយឲ្យយូរមកវាយវាឲ្យយូរវឹកឲ្យយូរមកដើម្បីឲ្យវាចូលគ្នាល្អយើងដាក់ម្ដងបន្តិចម្ដងបន្តិចហើយវាយឲ្យវាចូលជាមួយនឹងពងមាន់ក្រហមយើងហ្នឹងណាបន្ទាប់មកគឺយើងយកមកដុតហើយចំពោះសម្រាប់ដុតនេះវិញគឺយើងអាចលាបជាមួយនឹងប្រេងបន្តិចទៅដើម្បីកុំឲ្យជាប់ប៉ុន្តែខ្ញុំអត់បានលាបទេដោយសារខ្ញុំចង់ឲ្យវាជាប់ទៅវាមានគ្រាពេលដែលយើងបកមកវានៅបានក្រៀមណាអញ្ចឹងបន្តមកទៀតហ្នឹងគឺយើងដាក់ពងទាប្រៃនេះគឺខ្ញុំយកទៅចំហុយរួចហើយឲ្យវាឆ្អិនរួចហើយដើម្បីងាយស្រួលក្នុងការដុតបន្ទាប់មកខ្ញុំដាក់ក្នុងម៉ាស៊ីន microwave ម៉ាស៊ីននេះគឺជាម៉ាស៊ីនទូចទេបើអ្នកទាំងអស់គ្នាមានម៉ាស៊ីនធំរត់តែងាយស្រួលនំពងទាដុតពងទាប្រៃយើងគឺរួចរាល់ហើយអញ្ចឹងយើងអាចញ៉ាំជាមួយនឹងតែទឹកដោះគោឬក៏កាហ្វេអីក៏បានដែរនំពងទាយើងនេះគឺឈ្ងុយហើយទន់ហើយមួយវិញទៀតហ្នឹងបើសិនអ្នកទាំងអស់គ្នាអត់ចូលចិត្តពងទាប្រៃយើងមិនបាច់ដាក់ពងទាប្រៃក៏បានដែរតែសំខាន់គឺរសជាតិគេហ្នឹងផ្អែមល្មមហើយទន់ល្វើយតែម្ដងសូមអរគុណណាអ្នកទាំងអស់គ្នា